បាទអូខេសួស្តីបងប្អូនអរគ្នាអញ្ចឹងនៅពេលដែលយើងបើក tool មកវាទាមទារឲ្យបងប្អូន activate license key បាទអញ្ចឹងដើម្បី activate key ផុនបងប្អូនបានបងប្អូនចូលទៅក្នុង website ផុនខ្ញុំមកនេះAPI main បាទ API main.sauham.site ណាបាទបងប្អូនចូលមក website ផុនខ្ញុំមកហើយបងប្អូនធ្វើការ register account មួយអញ្ចឹងបងប្អូនចុចលើកន្លែងនេះមួយមកហើយយកកន្លែង login បាទអញ្ចឹងនៅពេលដែលយកកន្លែង login ហើយបងប្អូនទាំងអស់គ្នាធ្វើការចុចលើកន្លែង register here បាទចុចលើកន្លែង register មកកន្លែងនេះគឺដាក់ឈ្មោះបាទដាក់ឈ្មោះផងបងប្អូនទៅបាទបាទអាចកត់ទុកផងដើម្បីកុំឲ្យផ្លិចចឹងណាបាទថ្ងៃក្រោយចឹងបាទកន្លែងនេះគឺ Gmail បាទបាទអញ្ចឹងបងប្អូនចុះឈ្មោះអញ្ចឹងទៅកន្លែងនេះ confirm ដាក់ password បងប្អូនចូលបាទកន្លែងនេះ5+0 ស្មើ5បាទអញ្ចឹងបងប្អូនបូកវាណាអូខេអញ្ចឹងកន្លែងនេះយើងចុចកន្លែង register ទៅបាទហើយបងប្អូនទៅចាំឈ្មោះមិញណានេះឈ្មោះហ្នឹងហើយនឹង password ដើម្បី login ចូលបាទអញ្ចឹងបងប្អូនបង្កើតហើយបងប្អូនចុច sign login ចូលទៅអូខេអញ្ចឹងនៅពេលដែលបងប្អូន login ចូលបានហើយបងប្អូនឆាតឈ្មោះនេះបាទតម្លាក់ឈ្មោះនេះមកឲ្យខ្ញុំមកខ្ញុំធ្វើការ add fund ចូលទៅឲ្យបងប្អូនដើម្បីចុច purchase activate key អញ្ចឹងណាបាទអញ្ចឹងខ្ញុំធ្វើការ add លុយចូលទៅក្នុងនឹងបន្តិចសិនបាទអូខេឥឡូវខ្ញុំបាន add លុយចូល account នឹងហើយហីបាទនេះ$8បាទអញ្ចឹងបងប្អូនចូលមកកន្លែងនេះមកនេះចុចលើកន្លែង see detail បាទទិញ tool confirm ហ្នឹងបាទហើយបន្តទៀតកន្លែងនេះគឺបងប្អូនដាក់30 day ណាបាទ30ថ្ងៃបាទអញ្ចឹង30ថ្ងៃ total ទៅ$30ប៉ុន្តែបងប្អូននេះប្រើខុសអ្នកប្រើ voucher code នេះដើម្បីឲ្យ discount អញ្ចឹងណាអ្នកបងប្អូនចុចយកកន្លែង voucher ហ្នឹងមកបាទផាសវាចូលទៅបាទចុច apply មកអូខេទៅបាទតែប៉ុណ្្នឹងគឺបងប្អូនអាចចុចទិញបានហើយនេះ$3030ថ្ងៃតែ$8ទេអញ្ចឹងណាបាទអញ្ចឹងបងប្អូនអាចចុចយក rent this product បាទចុចយកហ្នឹងមក successful បាទ successful ហើយបងប្អូនទាំងអស់គ្នាចូលមក copy អា key ផងយើងនេះមកនេះ copy machine device code ផងបងប្អូនណាបាទចុចលើកន្លែង key នេះមកផាសdevice code យើងចូលចុចយក activate បាទតែប៉ុណ្្នឹងទៅគឺបងប្អូនធ្វើការបើក tool ចេញហើយអញ្ចឹងណានេះអញ្ចឹងយើងធ្វើការបើក tool យើងសាមអីមកចុច yes ទៅបាទអូខេនេះបើកមកចេញ tool មកអញ្ចឹងណាហ្នឹងហើយអានេះដោយសារតែខ្ញុំមាន account មានអីស្រាប់អញ្ចឹងអញ្ចឹងបងប្អូនបើកមកគឺអត់មាន account ទេបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងបាទសូមអរគុណ